រដ្ឋ Palestine នៅតំបន់ Gaza គឺលែងលឺស្នូរកំភ្លើងដោយការពីមុនហើយពីព្រោះភាគីទាំងពីរគឺក្រុម Hamas Palestine និងប្រទេសអ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងក្នុងផែនការបញ្ចប់សង្គ្រាមរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងតំបន់ Gaza ទោះបីជាផែនការឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅតំបន់ Gaza នេះមាន3ចំណុចមាន20ចំណុចហើយនឹងត្រូវធ្វើ3ដំណាក់កាលក៏ដោយក៏ដំណាក់កាលទី1នេះភាគីអ៊ីស្រាអែលនិងក្រុម Hamas Palestine ទន្ទឹមនឹងការអនុវត្តតាមកិច្ចព្រមព្រៀងជំហានដំបូងដំណាក់កាលដំបូងរវាងភាគីទាំងពីរអ៊ីស្រាអែលនិងក្រុម Hamas Palestine ក៏មានបទឈប់បាញ់នៅនឹងដែរដូច្នេះមានន័យថាចាប់តាំងពីថ្ងៃសុក្រចុងសប្តាហ៍មុនរហូតមកដល់ថ្ងៃច័ន្ទនេះគឺស្នូរគ្រាប់កំភ្លើងនៅតំបន់ Gaza លែងមានទៀតហើយដោយសារតែខាងភាគីអ៊ីស្រាអែលក៏មិនវាយប្រហារទៅលើតំបន់ Gaza ជាទីជម្រកលាក់ខ្លួនរបស់ក្រុម Hamas Palestine ក្រុម Hamas Palestine ក៏មិនវាយប្រហារទៅលើកងកម្លាំងយោធាថ្មើរជើងរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់ Gaza ទៀតដែរជាចំណុចមួយទៀតចំពោះប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ Gaza មានអាហារហូបចុកខ្លះហើយឥឡូវនេះដោយសារតែក្នុងមួយថ្ងៃរថយន្តជំនួយរបស់អង្គការសហប្រជាជាតិត្រូវចូលក្នុងរង្វង់600គ្រឿងត្រូវចូលទៅជួយប្រជាពលរដ្ឋប៉ាឡេស្ទីនដែលកំពុងតែស្រេកឃ្លាននៅក្នុងតំបន់ Gaza ដោយខាងភាគីអ៊ីស្រាអែលថ្មីត្បិតតែមានការរឹតត្បិតការនាំចូលជំនួយប៉ុន្តែអ៊ីស្រាអែលនៅតែបើកផ្លូវឲ្យរថយន្តជំនួយរបស់អង្គការសហប្រជាជាតិចូលទៅជួយប្រជាពលរដ្ឋប៉ាឡេស្ទីនដែលកំពុងតែរងទុក្ខវេទនានិងស្រេកឃ្លាននោះដូច្នេះនេះជាចំណុចល្អសម្រាប់ជនប៉ាឡេស្ទីនហើយក៏កាត់បន្ថយចំពោះភាពស្រេកឃ្លាននៃជនប៉ាឡេស្ទីននៅក្នុងតំបន់ Gaza ដែរដូចគ្នានេះដែរខាងអ៊ីស្រាអែលក៏មានក្តីរំភើបដែរថ្មីត្បិតតែអ៊ីស្រាអែលមិនមែនជាសមរភូមិប្រយុទ្ធប៉ុន្តែប្រជាពលរដ្ឋរបស់ប្រទេសអ៊ីស្រាអែលនឹងទន្ទឹងរង់ចាំចំណាប់ខ្មាំងអ៊ីស្រាអែលក៏មានក្តីរំភើបដែររំភើបតាំងពីយប់តាំងពីល្ងាចថ្ងៃអាទិត្យម្សិលមិញម៉េះរំភើបនឹងត្រង់ថាលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលបានប្រកាសថានៅថ្ងៃច័ន្ទនេះអ៊ីស្រាអែលនឹងទទួលបានចំណាប់ខ្មាំងក្នុងដំណាក់កាលដំបូងពីក្រុម Hamas Palestine ហើយដូច្នេះហើយប្រជាពលរដ្ឋប៉ាឡេស្ទីនប្រជាពលរដ្ឋអ៊ីស្រាអែលជាពិសេសក្រុមគ្រួសារសាច់ញាតិមិត្តភ័ក្តិរបស់ចំណាប់ខ្មាំងមានក្តីរំភើបស្រក់ទឹកភ្នែកតាំងពីល្ងាចថ្ងៃអាទិត្យហើយនៅថ្ងៃច័ន្ទនេះគឺចំណាប់ខ្មាំងចំនួន7នាក់ត្រូវបានប្រគល់ឲ្យទៅកាកបាទក្រហមដែលចូលទៅដល់ដៃរបស់ខាងអ៊ីស្រាអែលមែនដូច្នេះនេះខាងភាគពីអ៊ីស្រាអែលក៏មានបរិយាកាសល្អដែរនិយាយជារួមមកវិញចំពោះស្ថានភាពទូទៅនៅតំបន់ Gaza មានភាពស្ងប់ស្ងាត់ហើយក៏មានរថយន្តជំនួយចូលទៅជួយប្រជាពលរដ្ឋដែរក្នុងនោះកងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែលក៏បានដកខ្លួនចេញពីទីតាំងមួយចំនួនទៅឈរជើងនៅទីតាំងដែលព្រមព្រៀងគ្នាជាមួយក្រុម Hamas ដែរថ្មីត្បិតតែកងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលមិនត្រូវដកចេញពីតំបន់ Gaza ប៉ុន្តែត្រូវដកចេញពីទីតាំងនានាទៅឈរជើងនៅទីតាំងដែលព្រមព្រៀងគ្នាដូច្នេះនេះក៏ជាចំណុចល្អដែរដូច្នេះនិយាយជារួមមកវិញទាំងតំបន់ Gaza ទាំងខាងអ៊ីស្រាអែលគឺចាប់តាំងពីថ្ងៃសុក្រចុងសប្តាហ៍មុនរហូតមកដល់ពេលនេះគឺហាក់ដូចជាមានភាពរីករាយខ្លះនិងមិនលឺស្នូរកំភ្លើងនៅតំបន់ Gaza ទៀតបាទងាកមកកាន់លក្ខ